សួស្តីអ្នកខ្ញុំមកកាន់ខ្មែរ Training English ការបង្រៀនភាសាអង់គ្លេសជាភាសាខ្មែរថ្ងៃនេះខ្ញុំបង្រៀនពី ABC A B C D E F G H I J K L M O and O P Q R S T U V W X Y Z ខ្ញុំអាននឹងវិញ A B C D E F G H I J K L M O P Q R S T U V W X Y and Z សម្រាប់ជនជាអ្នកវាមាននេះគឺជាស្រៈអង់គ្លេសគឺមានតែ5ហ្នឹងទេគឺ A E I O និង U ក្រៅពីហ្នឹងគឺសុទ្ធតែជាជនជាអ្នកជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែលមកកាន់ channel របស់ខ្ញុំបាទគឺខ្មែរ Training English ដែលបកប្រែថាខ្មែរបង្រៀនភាសាអង់គ្លេសជាភាសាខ្មែរអូខេឥឡូវនេះខ្ញុំនឹងបង្រៀនពីអក្សរ ABC ជាមួយនឹងពាក្យមួយចំនួនអូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាអក្សរមួយនេះគឺជាអក្សរ A ពាក្យមួយនេះគេអានថា apple ដែលបកប្រែថាផ្លែប៉ោមប្រយោគមួយនេះគឺគេអានថា This is an apple បកថានេះគឺជាផ្លែប៉ោមមួយអក្សរមួយនេះគឺជាអក្សរអានថាអក្សរ B ពាក្យមួយនេះគឺគេអានថា book បកថាសៀវភៅពាក្យមួយគ្នានេះគឺគេអានថា This is a book បកថាប្រយោគនេះគេបកថានេះគឺជាសៀវភៅមួយក្បាលអក្សរមួយនេះគឺគេអានអក្សរ C ហើយចម្រាប់ពាក្យមួយនេះគេអានថា car បកថាឡានប្រយោគមួយនេះគឺគេអានថា This is a car គេបកថានេះគឺជាឡានមួយចំណែកពាក្យមួយនេះគេអានថា D ពាក្យមួយនេះគេអានថា door បកថាទ្វារសម្រាប់ប្រយោគមួយនេះគេអានថា This is a door បកថានេះគឺជាទ្វារមួយសម្រាប់អក្សរមួយនេះគេអានថា E ពាក្យមួយនេះគេអានថា H បកថាសុទ្ធប្រយោគមួយនេះគេ These are H បកថានេះគឺជាសុទ្ធ
សម្រាប់អក្សរមួយនេះគេអានថា E F F F ពាក្យមួយនេះអានថា fish fish បកថាត្រីប្រយោគមួយនេះគេអានថា these are fish these are fish បកថានេះគឺជាត្រីអូខេវីដេអូនេះគឺជាវីដេអូខ្លីប៉ុន្តែវីដេអូខ្ញុំនឹងធ្វើឲ្យវែងជាងនេះបន្តិចហើយនឹងនិយាយពី ABC រហូតដល់ចប់និងមានពាក្យវេយ្យាករណ៍ប្រយោគប្រើសប្តាហ៍ថ្ងៃសម្រាប់ការប្រើប្រាស់សប្តាហ៍ថ្ងៃណាហើយសូមជួយ Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីស្ដីពីគន្លឹះល្អៗនិងក្នុងការរៀនភាសាអង់គ្លេសជាភាសាខ្មែរអូខេជួបគ្នាក្នុងវីដេអូក្រោយទៀតអូខេបាយជម្រាបលា